28របៀបប្រើរូបមន្ត Subtotal នៅក្នុងតារាងនេះយើងមានរបាយការណ៍បូកសរុបមុខទំនិញនីមួយៗដែលបានលក់ប្រចាំខែមករាប៉ុន្តែយើងមិនបានដឹងពីចំនួនកាសនិងទឹកប្រាក់សរុបរបស់ស្រាបៀរនីមួយៗនោះទេដូច្នេះយើងប្រើរូបមន្ត Subtotal ដើម្បីបូកសរុបតាមប្រភេទស្រាបៀរនីមួយៗរបៀបធ្វើគឺទី1យើង select តារាងទិន្នន័យដែលមានទី2ចុចលើ menu data ទី3យើងចុចនៅលើ sort ទី4ចុចយក item គឺឈ្មោះរបស់ស្រាបៀរទី5យើងចុចនៅលើ OK ទី6ចុចយក Subtotal ទី7ចុចយក item ទី8ចុចយក sum ដើម្បីបូកសរុបទី9ចុច tick នៅពីមុខពាក្យដែលចង់ឲ្យបង្ហាញនិងធ្វើការគណនាទី10យើងចុច OK ជាលទ្ធផលគឺយើងទទួលបានតារាងមួយនេះ